ពីថ្ងៃទី9ខែធ្នូឆ្នាំ2025នៅក្នុងការប្រជុំនៅរដ្ឋ Pennsylvania លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសក្តែងថាលោកនឹងខលទូរស័ព្ទនៅថ្ងៃទី10ខែធ្នូឆ្នាំ2025ទៅកាន់មេដឹកនាំរបស់ថៃនិងកម្ពុជាដើម្បីបញ្ចប់សង្គ្រាមមួយនេះនាយករដ្ឋមន្ត្រីរបស់ថៃក៏បានឆ្លើយតបនឹងដំណឹងមួយនេះផងដែរលោកអាណេទីនបាននិយាយថាលោកមិនខ្លាចទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកនោះទេនិងបានប្រកាសថាបញ្ហាចំនួនជាមួយកម្ពុជាគឺជារឿងអធិបតេយ្យភាពដាច់ដោយឡែកដែលមិនអាចយកទៅចរចាឬទទួលការបង្គាប់បញ្ជាពីបរទេសដោយលោកសម្ដៅទៅលើលោក Donald Trump បាននោះឡើយតើហេតុអ្វីបានជាលោកអនុទីនហ៊ានបដិសេធទៅនឹងសំណើរបស់លោក Donald Trump ដែលជាមហាអំណាចយ៉ាងដូចនេះយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយ Fresh News និង Bloomberg ក៏បានវិភាគថាបើទោះបីជាលោកអនុទីនបដិសេធមិននិយាយទូរស័ព្ទក៏អាមេរិកនៅតែអាចដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសថៃបានដែរយោងទៅតាមអ្នកវិភាគជាច្រើនបានមើលឃើញថាលោកអនុទីនធ្វើជាខ្លាំងដើម្បីទាក់ទាញសម្លេងឆ្នោតពីក្រុមអ្នកជាតិនិយមថៃសម្រាប់ការបោះឆ្នោតនាពេលខាងមុខតែប៉ុណ្ណោះប៉ុន្តែជាស្ដែងសេដ្ឋកិច្ចទាំងមូលរបស់ថៃមិនអាចរស់បានទេបើគ្មានអាមេរិកជារួមលោកអនុទីនកំពុងលេងល្បែងមួយដែលខ្លួនឯងនឹងចាញ់ដោយលោកហ៊ានបដិសេធសំណើរបស់អាមេរិកដែលធ្វើឲ្យលោក Donald Trump ខឹងហើយអាចនឹងឈានទៅដល់ការប្រកាសទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរលោកអនុទីនបានបញ្ជាក់បន្ថែមទៀតថាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump មិនទាន់បានទាក់ទងថៃដើម្បីពិភាក្សាអំពីបទឈប់បាញ់ជាមួយកម្ពុជានៅឡើយទេខណៈនិយាយទាំងក៏ឃ្លឿនថាបទឈប់បាញ់ជាបញ្ហាដាច់ដោយឡែកនេះបើតាមការចុះផ្សាយរបស់កាសែត Khazad លោកអនុទីនបានសង្កត់ធ្ងន់ទៀតថាលោកមានឆន្ទៈក្នុងការសន្ទនាជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump ប៉ុន្តែការពិភាក្សាណាមួយត្រូវតែធ្វើឡើងតាមរយៈក្រសួងការបរទេសតាមបណ្ដាញនិងមានកាលវិភាគកំណត់ត្រឹមត្រូវដោយលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីរយៈពេលដែលថៃនឹងបន្តឈ្លានពានកម្ពុជាដោយបញ្ជាក់ថាវាជាបញ្ហាសន្តិសុខរបស់ជាតិម្យ៉ាងទៀតគេយល់ឃើញថាថៃបើកការឈ្លានពានមកលើកម្ពុជាទំនងជាចង់បិទបាំងទៅលើរឿងនាយករដ្ឋមន្ត្រីអនុទីនឆានវីរៈគុលដែលជាប់ពាក់ព័ន្ធនឹងមេ scammer និងការដោះស្រាយរបស់រដ្ឋាភិបាលនៅទីក្រុងបាងកកចំពោះបញ្ហាគ្រោះទឹកជំនន់ផងដែរដោយមុនពេលថៃបើកការឈ្លានពានមកលើកម្ពុជាសាជាថ្មីមានការបែកធ្លាយរូបភាពរបស់លោកអនុទីនជាមួយមេ scammer ដែលបង្កឲ្យមានការសង្ស័យអំពីទំនាក់ទំនងរវាងអ្នកទាំងពីរពាក់ព័ន្ធទៅលើរឿងនេះផងដែរលោកអនុទីនបានប្រកាសថារូបថតនេះគឺថតនៅក្នុងប្រទេសសង្ហបុរីភ្លាមបន្ទាប់ពីរដ្ឋប្រហារយោធាក្នុងអំឡុងពេលពិសាអាហារពេលល្ងាចជាមួយក្រុមគណៈប្រតិភូរបស់លោកឧត្តមសេនីយ៍អភិរតគង់សំភងលោកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានបន្ថែមទៀតថាខ្ញុំបានជួបគាត់នៅទីនោះដោយចៃដន្យគ្មានការជាប់ពាក់ព័ន្ធបន្តទៀតនោះទេមិនតែប៉ុណ្ណោះលោកអនុទីនបានរងពាក្យរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋនៅក្នុងប្រទេសថៃភាគខាងត្បូងជាពិសេសស្រុកហាតយ៉ៃនៃខេត្តសង្ខឡាជុំវិញការឆ្លើយតបនឹងការលាក់បាំងទូរលេខជនរងគ្រោះដោយសារទឹកជំនន់ដោយពលរដ្ឋថៃជាច្រើនបានស្ដីបន្ទោសលោកអនុទីនថាមិនសូវអើពើទុកឲ្យពួកគេរងទុក្ខវេទនាស្លាប់ហើយក៏មិនសូវខិតខំជួយធ្វើការបោសសម្អាតនិងស្ដារឡើងវិញក្រោយពេលទឹកជំនន់ស្រកទោះបីជាយ៉ាងណារឿងទាំងអស់នេះត្រូវបានសារព័ត៌មានថៃបិទជិតឈឹងនៅពេលដែលថៃបើកការឈ្លានពានមកលើកម្ពុជាដោយសារតែខាងព័ត៌មានរបស់ថៃទាំងអស់ផ្សព្វផ្សាយតែអំពីសង្គ្រាមហើយប្រឹងលាបពណ៌និងប្រឌិតព័ត៌មានទាំងអស់ចោទប្រកាន់មកលើប្រទេសកម្ពុជាក្នុងរឿងនេះត្រូវបានគេមើលឃើញផងដែរថាវាគឺជាលបាយនយោបាយនិងចេតនារបស់រដ្ឋាភិបាលថៃដែលយកការធ្វើសង្គ្រាមឈ្លានពានជាមួយកម្ពុជាដើម្បីបិទបាំងទង្វើដ៏ស្មុគគ្រោករបស់ខ្លួនខណៈដែលក្រុមសារព័ត៌មានព្យាយាមបង្វែររឿងលាក់បាំងនិងបោកប្រាស់ប្រជាពលរដ្ឋខ្លួនឯងឲ្យភ្លេចរឿង scammer និងគ្រោះទឹកជំនន់ហើយទាញប្រជាប្រិយភាពមកវិញជាមួយគ្នានេះផងដែរលោកនាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមក៏បានបញ្ជាក់ផងដែរថាលោកបានតាក់ទងជាមួយនឹងលោកនាយករដ្ឋមន្ត្រីកម្ពុជានិងថៃដើម្បីពិភាក្សាពីស្ថានភាពដ៏តានតឹងនៅតាមព្រំដែនរួមកាលពីម្សិលមិញលោកបានបន្តទៀតថា
លោកកោតសរចំពោះការបើកចំហនិងឆន្ទៈរបស់មេដឹកនាំទាំងពីរក្នុងការបន្តចរចាដើម្បីបន្ថយការតានតឹងដែលអាចនាំឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរលោកក៏បានបន្ថែមផងដែរថាបើទោះបីជាមិនទាន់ឈានដល់ដំណោះស្រាយច្បាស់លាស់ក៏ដោយការចូលរួមការទូតនៅតែល្អដើម្បីធានាបានថាមិនមានហេតុផលធ្ងន់ធ្ងរផ្សេងកើតឡើងទៀតនោះឡើយម៉ាឡេស៊ីនឹងបន្តគាំទ្រការពិភាក្សាសន្តិភាពដំណោះស្រាយដែលផ្អែកលើច្បាប់អន្តរជាតិនិងការសហការតំបន់ឲ្យកាន់តែរឹងមាំដើម្បីថែរក្សាស្ថិរភាពនិងសន្តិសុខក្នុងតំបន់រួមរបស់យើងយោងទៅតាមក្រសួងការពារជាតិជនស៊ីវិលដែលបានបាត់បង់ជីវិតដោយសារយោធាថៃបើកការវាយប្រហារឈ្លានពានមកលើកម្ពុជាបានកាន់ឡើងរហូតដល់9នាក់ក្នុងនោះមានទារក1នាក់និងរងរបួសជនស្លូតត្រង់ចំនួន46នាក់មិនតែប៉ុណ្ណោះក្រសួងការពារជាតិក៏សូមបោះបង់ចោលនៅព័ត៌មានផ្សព្វផ្សាយរបស់កាសែតវាសនាណាណូមជាព័ត៌មានคล้ายៗប្រឆាំងពីការពិតទាំងស្រុងដែលមានចេតនាមូលបង្កាច់លាបពណ៌ប្រទេសកម្ពុជាដើម្បីបំភាន់មតិសារព័ត៌មានជាតិនិងអន្តរជាតិដើម្បីបិទបាំងចេតនាឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជាក្រសួងការពារជាតិនិងកងយុទ្ធពលខេមរៈភូមិន្ទសូមគូបញ្ជាក់សារជាថ្មីថាកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់និងច្បាស់លាស់បំផុតក្រសួងការពារជាតិក៏សូមអំពាវនាវទៅដល់បងប្អូនជនរួមជាតិទាំងអស់ចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើងក៏ដូចជារក្សាការសម្ងាត់យោធាដោយត្រូវបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នៅរាល់ព័ត៌មានវីដេអូឬរូបភាពផ្សេងៗដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធាផែនទីការបង្ហាញពីការចល័តឬការដាក់ពង្រាយកងទ័ពទីតាំងឈរជើងលេនដ្ឋានជំរុំជម្រកការចល័តសភាវុធផ្លូវសម្រាប់ផ្គត់ផ្គង់សម្ភារៈបរិក្ខារឬស្បៀងអាហាររបស់កងទ័ពតាមគ្រប់បណ្ដាញសង្គមទាំងអស់ដូចជា Facebook, TikTok, YouTube ឬក៏ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាតរីឯស្ថានភាពជនភៀសសឹកដោយសារយោធាថៃបានបើកការវាយប្រហារឈ្លានពានមកលើកម្ពុជាក្នុងយុទ្ធភូមិភាគទី4និងយុទ្ធភូមិភាគទី5គិតត្រឹមថ្ងៃទី10ខែធ្នូឆ្នាំ2025វេលាម៉ោង 12:00 ន. ទី1ខេត្តឧត្តរមានជ័យមានចំនួន 9768 គ្រួសារប្រមាណ 33,787 នាក់ទី2ខេត្តព្រះវិហារចំនួន 6133 គ្រួសារប្រមាណ 21,639 នាក់ខេត្តបន្ទាយមានជ័យចំនួន 1,255 គ្រួសារប្រមាណ 36,244 នាក់ខេត្តពោធិ៍សាត់ចំនួន 900 គ្រួសារប្រមាណ 3,221 នាក់ខេត្តបាត់ដំបងចំនួន 101 គ្រួសារប្រមាណ 405 នាក់ខេត្តសៀមរាបចំនួន 9,958 គ្រួសារប្រមាណ 31,837 នាក់សរុបរួម 37,115 គ្រួសារស្មើនឹងប្រមាណ 127,133 នាក់រីឯជនស៊ីវិលដែលបានស្លាប់សរុបចំនួន 7 នាក់ក្នុងនោះមានខេត្តឧត្តរមានជ័យស្លាប់ចំនួន 3 នាក់ខេត្តព្រះវិហារស្លាប់ 1 នាក់និងខេត្តបន្ទាយមានជ័យស្លាប់ចំនួន 3 នាក់ចំណែកឯស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីកងកម្លាំងយោធាថៃបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅយុទ្ធភូមិភាគទី4ថ្ងៃទី10ខែធ្នូឆ្នាំ2025ចន្លោះម៉ោង 5:20 នាទីដល់ម៉ោង 10:13 នាទីម៉ោង 5:20 នាទីយោធាថៃបានចាប់ផ្ដើមបើកការវាយប្រហារចូលតំបន់ប្រាសាទតាមាន់នៅម៉ោង 6:15 នាទីយោធាថៃបានបើកការវាយប្រហារនៅភូមិសាស្ត្រអានសេះនៅម៉ោង 7:05 នាទីយោធាថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់ខាងក្រោយប្រាសាទតាមាន់នៅម៉ោង 7:10 នាទីយោធាថៃបានបើកការវាយប្រហារដោយប្រើប្រាស់កាំភ្លើងធំនិងយន្តហោះទម្លាក់គ្រាប់បែកនៅប្រាសាទតាមាន់នៅម៉ោង 7:39 នាទីយោធាថៃបានចាប់ផ្ដើមវាយប្រហារចូលប្រាសាទខ្នារប្រាសាទតាក្របីនិងភូមិសាស្ត្រថ្មដូននៅម៉ោង 8:00 នាទីយោធាថៃបានចាប់ផ្ដើមវាយប្រហារចូលប្រាសាទតាមាន់តាក្របីប្រាសាទខ្នារថ្មដូនតាថាវនិងអានសេះនៅម៉ោង 8:55 នាទីយោធាថៃបានចាប់ផ្ដើមវាយសម្រុកខ្លាំងនៅបោះស្បូវ
ចំតែនៅម៉ោង 9:40 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទទម្លាក់គ្រាប់បែកជាច្រើនគ្រឿងហោះចុលគ្រប់គោលដៅចាប់ពីមុំ3អានសេះភ្នំខ្មោចនិងប្រាសាទព្រះវិហារនៅម៉ោង 9:45 នាទីកម្លាំងថ្មើរជើងថៃបានចូលមកច្រកវាលអន្ត្រីនិងចំការចេកនៅម៉ោង 10:13 នាទីយោធាថៃបានវាយសម្រុកខ្លាំងនៅតំបន់អានសេះនៅក្នុងស្ថានភាពដ៏លំបាកនេះយើងត្រូវរួមគ្នាចូលរួមជួយជាតិតាមដែលអាចធ្វើទៅបានជួយឧបត្ថម្ភដល់បងកងទ័ពក៏ដូចជាបងប្អូនជនភៀសសឹកទាំងអស់នៅថវិកាគ្រឿងបរិភោគនិងឧបភោគផ្សេងៗយើងត្រូវរួមសាមគ្គីគ្នាស្រឡាញ់គ្នានោះមិនមានសត្រូវណាអាចបំបែកបំបាក់បានឡើយសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទេសនាវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយជាបន្តទៀតផងដែរ